ពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកឲ្យបានដឹងអំពីវត្ថុធាតុដើមក៏ដូចជាគ្រឿងផ្សំផលិតដែលផលិតបានឈិញជាទឹកដោះគោ Glue Diabetic Plus ដំបូងបំផុតគឺជាសមាសភាពផ្សំម្សៅទឹកដោះគោ Isomal អាហ្នឹងគឺជាប្រូតេអ៊ីនសារៈសំខាន់បំផុតសម្រាប់ផ្ដល់ជូននៅផ្នែកកម្លាំងកំហែងទៅដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមហើយសមាសភាពផ្សំនេះគឺនាំចូលផ្ទាល់តែម្ដងពីប្រទេសអាល្លឺម៉ង់បន្តមកទៀតគឺយើងនាំចូលពីសមាសភាពផ្សំ Meal Protein Concentrate ដែលគឺជាប្រូតេអ៊ីនសម្រាប់ផ្ដល់ជូនអ្នកទឹកនោមផ្អែមដូចគ្នាដែលយើងនាំចូលមកពីប្រទេសសហរដ្ឋអាមេរិកហើយខាងស្នាមដៃរបស់ខ្ញុំនោះអានោះគឺជាសមាសជាតិដែលមិនមានជាតិខ្លាញ់ដែលយើងនាំចូលពីប្រទេសញូហ្សេឡង់ហើយចុងក្រោយនេះគឺជាសមាសភាពផ្សំដែលជាពពួកជាតិសរសៃដែលនាំចូលមកពីប្រទេសបារាំងផ្ទាល់តែម្ដងអញ្ចឹងពុកម៉ែដឹងឃើញហើយពុកម៉ែបងបានឃើញហើយថាគ្រប់សមាសភាពផ្សំវត្ថុធាតុដើមទាំងអស់គឺសុទ្ធតែនាំចូលមកពីក្រៅប្រទេសទាំងអស់